សម្រាប់ខ្ញុំឧទាហរណ៍ថាឲ្យយកលុយ$10,000សង់ផ្ទះឲ្យធំណាខ្ញុំអត់ទេខ្ញុំសុខចិត្តយកលុយ$10,000ហ្នឹងមកធ្វើផ្ទះជាកម្មវិញ$10,000បើធ្វើផ្ទះជាកម្មបាន4-5កន្លែងមួយកន្លែងមួយជាន់ព្រោះហេតុអីបើយើងសង់ផ្ទះ5ឆ្នាំក្រោយវានៅតែផ្ទះអត់មានបង្កើតចំណូលអីផងតែបើយើងសង់ផ្ទះជាកម្មឧបមាថា$10,000ធ្វើបាន5ផ្ទះចុះតែមួយឆ្នាំក្រោយបន្ទាប់ពីសង់ចាប់ផ្ដើមមានសបុកលក់បានលុយបដាបដាតិចតក់មួយឆ្នាំក្រោយមួយផ្ទះហ្នឹងមិនស្រួលអាចបានមួយខែ$100-200ដល់ពី3ឆ្នាំក្រោយមួយផ្ទះហ្នឹងអាមួយផ្ទះមួយជាន់ហ្នឹងមួយខែអាចបាន$300-400-500ដល់5ឆ្នាំក្រោយផ្ទះមួយអាចបានរហូតដល់ទៅអាច$1,000ដែរបើបាន3គីឡូសបុកជាកម្ម3គីឡូបានជួ$1,000ហើយបើផ្ទះ5ផ្ទះហ្នឹងបាន$5,000បាត់មួយខែហើយមើល7ឆ្នាំឬ10ឆ្នាំក្រោយមួយផ្ទះអាចហក់បានរហូតដល់$2,000ឬ$3,000ផងបើមួយផ្ទះបានសបុកតែ6-7គីឡូទៅ10គីឡូហ្នឹងឃើញលុយបាត់ពី$2,000បាត់មួយខែចុះ5ផ្ទះមិនបានតុង$10,000ជាងមួយខែហើយសំខាន់ចំណូលហ្នឹងមិនបានអាផ្លែទេណាបានរហូតដល់ផ្ទះហ្នឹងអារម្មណ៍បាត់ផ្ទះហ្នឹង100ឆ្នាំអីបានវាអារម្មណ៍មកទៅខ្ញុំសួរវិស្វករអ្នកក្រុមហ៊ុនសាងសង់គេថា100ឆ្នាំជាងដល់អញ្ចឹងយើងមានកូនយើងក៏ធូរនេះគាត់បានមួយខែ$2-3,000ថ្ងៃក្រោយពី5ផ្ទះមានដល់ចៅទៅធូរដល់ចៅហើយសំខាន់ពេលយើងចាស់ទៅយើងអត់បារម្ភរឿងអត់លុយទេយើងបានលុយវិកសិកម្មហ្នឹងមួយខែជួបតុង$10,000បាត់សម្រាប់រស់នៅសុបាយដើរលេងឬមួយក៏ឈឺអីមានលុយសម្រាប់ចំណាយហើយថ្ងៃក្រោយទុកឲ្យកូនទៀតខ្ញុំសរសើរបងមួយម្ចាស់ផ្ទះនៅផ្លូវជាតិលេខ5គាត់ធ្វើវិឡារស់នៅតូចទេ2ជាន់តូចទេប៉ុន្តែនៅក្រោយផ្ទះគាត់ក៏ធ្វើអគារជាកម្ម2អគារនៅក្រោយផ្ទះអគារមួយ5ជាន់2អគារនៅក្រោយផ្ទះគាត់ឥឡូវខ្ញុំនិយាយអញ្ចឹងបងប្អូនយល់មិនដែរបងប្អូនបញ្ចេញយោបល់តិចមក